ชีวิตเนี่ยថ្ងៃនេះគឺជាលទ្ធផលនៃទម្លាប់ដែលអ្នកបានធ្វើរាល់ថ្ងៃប៉ុន្តែបើអ្នកផ្លាស់ប្ដូរទម្លាប់តូចៗជីវិតអ្នកក៏អាចផ្លាស់ប្ដូរទាំងស្រុងដែរនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកសៀវភៅដ៏ល្បីមួយក្បាលដែលមានចំណងជើងថា Atomic Habits ដែលនិពន្ធឡើងដោយលោក James Clear មកសង្ខេបជូនអ្នកទាំងអស់គ្នាស្ដាប់សៀវភៅនេះបានបង្ហាញថាការផ្លាស់ប្ដូរជីវិតមិនមែនទាល់តែធ្វើរឿងធំដុំនោះទេប៉ុន្តែគឺជាការធ្វើទម្លាប់តូចតាចដែលយើងធ្វើរាល់ថ្ងៃហ្នឹងហើយគឺជាអ្នកកំណត់អនាគតយើងពិតប្រាកដអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងលើកយកមេរៀន4ចំណុចសំខាន់ដែលដកស្រង់ចេញពីសៀវភៅ Atomic Habits ដែលអាចផ្លាស់ប្ដូរជីវិតអ្នកទាំងស្រុងបានទី1ដែលខ្ញុំចង់លើកមកនិយាយនោះគឺការផ្លាស់ប្ដូរតូចៗតែបង្កើតលទ្ធផលធំមនុស្សយើងជាច្រើនតែមើលរំលងការវិវត្តតូចតាចព្រោះវាមិនទាន់បង្ហាញលទ្ធផលភ្លាមប៉ុន្តែនៅក្នុងសៀវភៅនេះបានប្រាប់ថាបើយើងគ្រាន់តែធ្វើការកែលម្អខ្លួនឯងត្រឹមតែ 1% រាល់ថ្ងៃវានឹងអាចធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរយ៉ាងខ្លាំងបានតែផ្ទុយទៅវិញបើសិនជាយើងបន្តឲ្យខ្លួនឯងធ្លាក់ចុះ 1% រាល់ថ្ងៃវិញយើងនឹងកាន់តែអន់ថយហើយជីវិតយើងកាន់តែជួបបញ្ហានិយាយឲ្យងាយយល់ទៅគឺទម្លាប់តូចតាចដែលយើងធ្វើរាល់ថ្ងៃនឹងឯងវាគឺជាអ្នកកំណត់វាសនាយើងនៅថ្ងៃខាងមុខមិនមែនទាល់តែអ្នកទាំងអស់គ្នាត្រូវតែធ្វើរឿងអីដែលមួយដែលធំទៅជោគជ័យនោះទេយ៉ាងណាមិញដូចយើងទៅនឹងរៀនភាសាអង់គ្លេសត្បូងអញ្ចឹងយើងរៀនតែ5ពាក្យក្នុងមួយថ្ងៃឯងវាមើលទៅដូចជាមិនចំណេញអីសោះក្នុងមួយថ្ងៃនឹងរៀនបានតិចមែនតើប៉ុន្តែបើយើងបន្តរៀនបែបហ្នឹងរាល់ថ្ងៃក្នុងមួយឆ្នាំអ្នកនឹងចេះពាក្យភាសាអង់គ្លេសហ្នឹងដល់ទៅជិត 2000 ពាក្យឯណោះដែលវាគ្រប់គ្រាន់អាចឲ្យអ្នកទាំងអស់គ្នានិយាយទៅអ្នកទំនងជាមួយនឹងអ្នកដទៃបានហើយឧទាហរណ៍ផ្សេងទៀតដូចជាការអានសៀវភៅ5នាទីក្នុងមួយថ្ងៃហាត់ប្រាណតិចតិចតែរាល់ថ្ងៃអាសកម្មភាពតិចតិចទាំងអស់ហ្នឹងហើយបើយើងធ្វើវាជាប្រចាំវានឹងបង្កើតលទ្ធផលធំក្នុងរយៈពេលវែងចំណុចទី2គឺត្រូវតែផ្ដោតលើប្រព័ន្ធមិនមែនគោលដៅទេប្រព័ន្ធនៅត្រង់ចំណុចនេះគឺវាមានន័យថាដំណើរការសកម្មភាពដែលយើងធ្វើរាល់ថ្ងៃដើម្បីឈានទៅសម្រេចគោលដៅមនុស្សជាច្រើនតែងតែផ្ដោតលើគោលដៅនិយាយឲ្យងាយយល់ទៅបើអ្នកចង់ស្រកគីឡូកុំគិតតែចង់ស្រកទាំងគ្នាត្រូវតែកលេចមកមើលរបបអាហារការហាត់ប្រាណវិញធ្វើយ៉ាងណាហាត់ប្រាណឲ្យបានទៀងទាត់ជាមុនសិនឧទាហរណ៍ម្នាក់ចង់ក្លាយជាអ្នកនិពន្ធអញ្ចឹងកុំចាំតទៅអ្នកគ្នាទៅសេឲ្យចប់សភៅមួយក្បាលប៉ុន្តែត្រូវតែបង្កើនទម្លាប់នៃការសរសេរនឹងឲ្យបានមួយទំព័រជារៀងរាល់ថ្ងៃចុះបើអ្នកនរគ្នាសរសេរជារៀងរាល់ថ្ងៃមួយខែអ្នកនរគ្នាមិនបាន30ទំព័រអញ្ចឹងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះពេលដែលអ្នកនរគ្នាកំពុងតែធ្វើសកម្មភាពឬក៏បង្កើតទម្លាប់ល្អត្រូវតែធ្វើយ៉ាងណាឲ្យបរិយាកាសស្ងប់ស្ងាត់បើមានទូរស័ព្ទនៅជិតអារម្មណ៍របស់យើងឆាប់ទាញទៅការកំសាន្តណាអញ្ចឹងទុកទូរស័ព្ទនៅបន្ទប់ផ្សេងយើងសាកសម័យមើលបើយើងទុកទូរស័ព្ទនៅបន្ទប់ផ្សេងយើងអត់ងាយដើរទៅយកវាយើងខ្ជិលទៅយកចាអញ្ចឹងកាលណាតែបរិយាកាសគ្មានការរំខានប្រព័ន្ធរបស់យើងនឹងគឺដំណើរការទៅបានល្អដែរវានឹងឆាប់ទៅដល់គោលដៅចំណុចទី3ការផ្លាស់ប្ដូរអត្តសញ្ញាណមានន័យថាអត្តសញ្ញាណរបស់អ្នកទាំងអស់គ្នាគឺជាអនាគតរបស់អ្នកនៅពេលទៅមុខមនុស្សជាច្រើនតែងតែព្យាយាមផ្លាស់ប្ដូរអ្វីដែលពួកគេធ្វើប៉ុន្តែអាការផ្លាស់ប្ដូរទាំងអស់ពិតប្រាកដគឺត្រូវចាប់ផ្ដើមពីអត្តសញ្ញាណអញ្ចឹងការផ្លាស់ប្ដូរទម្លាប់ដែលជាប់បានយូរបំផុតគឺការបដូររបៀបដែលអ្នកមើលមកខ្លួនឯងឧទាហរណ៍ជាក់ស្ដែងបើសិនជាអ្នកចង់ក្លាយជា YouTuber ដ៏ជោគជ័យម្នាក់យើងកុំគ្រាន់តែតាំងចិត្តចង់តែបាន Subscribe ច្រើនអីប៉ុន្តែត្រូវតែតាំងចិត្តថាខ្ញុំគឺជាអ្នកផលិតមាតិកាឬក៏ Content Creator ដែលមានវិន័យម្នាក់អញ្ចឹងនៅពេលដែលជឿជាក់លើអត្តសញ្ញាណខ្លួនឯងបែបហ្នឹងហើយអ្នកលែងសួរខ្លួនឯងថាតើថ្ងៃហ្នឹងខ្ញុំគួរផលិតខ្ញុំគួរធ្វើវីដេអូឬក៏ post វីដេអូទៀតអត់ចាំបាច់សួរអញ្ចឹងទេតែអ្នកនឹងសួរខ្លួនឯងបែបនេះវិញថាតើ content creator ឬក៏ YouTuber អាជីពហ្នឹងគេនឹងធ្វើអីគេខ្លះក្នុងមួយថ្ងៃហ្នឹងអ
nhưngចម្លើយហ្នឹងគេកំពុងតែសរសេរ script ឬក៏រៀនកាត់តវីដេអូធ្វើវីដេអូទោះបីជាគេហ្នឹងមានអារម្មណ៍ថាខ្ជិលក៏ដោយក៏គេនៅតែធ្វើដែរអញ្ចឹងការធ្វើបែបហ្នឹងរាល់ថ្ងៃវានឹងបដូរពីការព្យាយាមធ្វើ YouTube មកជាជីវិត YouTuber ដោយស្វ័យប្រវត្តិរួមមកការនិយាយវាមិនសំខាន់ដូចអ្វីដែលយើងធ្វើទេសកម្មភាពរបស់អ្នកគឺជាអ្នកបញ្ជាក់ថាអ្នកគឺជានរណាពេលអត្តសញ្ញាណរបស់អ្នកផ្លាស់ប្ដូរអាកប្បកិរិយារបស់យើងក៏វាផ្លាស់ប្ដូរទៅតាមនឹងដែរចំណុចទី4ច្បាប់ទាំង4នៃការបង្កើនទម្លាប់ល្អមកដល់ចំណុចពិសេសនេះបើអ្នកចង់បង្កើតទម្លាប់ថ្មីការទម្លាប់ល្អអ្នកត្រូវតែប្រើច្បាប់ទាំង4យ៉ាងនេះទី1ធ្វើវាឲ្យច្បាស់មានធ្វើទម្លាប់ថ្មីហ្នឹងឲ្យងាយមើលឃើញឧទាហរណ៍បើចង់អានសៀវភៅត្រូវដាក់សៀវភៅហ្នឹងនៅលើតុឬក៏ចិត្តក្រែក្បាលតនេតអីចឹងទៅទី2ធ្វើវាឲ្យគួរឲ្យតាក់ទាញភ្ជាប់ទម្លាប់ជាមួយអ្វីដែលយើងចូលចិត្តឧទាហរណ៍ថាអ្នកទាំងអស់គ្នាអត់ចូលចិត្តហាត់ប្រាណទេប៉ុន្តែចូលចិត្តស្ដាប់ភ្លេងឬក៏ចាក់ចម្រៀងអីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាគួរតែចាក់ភ្លេងពេលដែលហាត់ប្រាណចំណុចទី3ធ្វើឲ្យវាងាយចាប់ផ្ដើមធ្វើអ្វីតូចៗអញ្ចឹងអ្នកអាចប្រើច្បាប់2នាទីបានមានន័យថាបើអ្នកចង់ហាត់ប្រាណកុំគិតថាហាត់ទៅដល់តែ1ម៉ោងឬក៏2ម៉ោងអីចាប់ផ្ដើមដំបូងត្រឹមតែ2នាទីសិនទៅឲ្យវាស៊ាំទី4ធ្វើឲ្យវាពេញចិត្តផ្ដល់រង្វាន់ខ្លួនឯងបន្ទាប់ពីយើងនឹងធ្វើទម្លាប់នឹងបានជោគជ័យដូចជាការគូសញ្ញាថិចនៅក្នុងផែនការដែលអ្នកទាំងអស់គ្នាបានកំណត់ទុកឬក៏នៅពេលដែលអ្នកបានធ្វើអីដែលសម្រាប់អីមួយមិនថារឿងនឹងតូចឬក៏ធំក៏ដោយអ្នកត្រូវតែផ្ដល់រង្វាន់តូចមួយឲ្យខ្លួនឯងភ្លាមចំពោះការបំបែកទម្លាប់អាក្រក់វិញគឺដើម្បីបញ្ឈប់វាបានគឺអ្នកត្រូវតែធ្វើផ្ទុយពីច្បាប់ទាំង4ខាងលើដែលនាងខ្ញុំបានរៀបរាប់មិញហ្នឹងទី1ធ្វើឲ្យវាមើលមិនឃើញវិញទី2ធ្វើឲ្យវាមិនតាក់ទាញទី3ធ្វើឲ្យវាពិបាកទី4ធ្វើឲ្យវាមិនពេញចិត្តអញ្ចឹងចុងបញ្ចប់នៃវីដេអូនេះខ្ញុំចង់ប្រាប់ទាំងអស់គ្នាថាជោគជ័យមិនមែនកើតពីការផ្លាស់ប្ដូរធំនៅក្នុងមួយថ្ងៃទេប៉ុន្តែវាកើតឡើងពីការផ្លាស់ប្ដូរតូចៗដែលយើងធ្វើជាប្រចាំថ្ងៃចាប់ផ្ដើមពីអ្វីតូចមួយនៅថ្ងៃនេះព្រោះទម្លាប់តូចទាំងអស់នេះហើយអាចបង្កើតជីវិតថ្មីរបស់អ្នកនៅថ្ងៃអនាគតបានអញ្ចឹងបើសិនបើអ្នកនរគ្នាពេញចិត្តនៅគំនិតពីសៀវភៅនេះកុំភ្លេចជួយចុច like subscribe ដើម្បីទទួលបានគំនិតល្អៗពីសៀវភៅផ្សេងទៀតសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ